ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះថាសវណ្ណរិទ្ធមកពីក្រុមអាយុ30ថ្ងៃនេះដែរខ្ញុំមក record ទៅនឹងការងារ midterm user management ខ្ញុំសូមបាន comment អញ្ចឹងមិនដំបូងគឺខ្ញុំបាន who am I គឺយើងឆែក user ថា user យើងឈ្មោះអីឈ្មោះខ្ញុំសវណ្ណរិទ្ធដល់ពីការ user who am I ហើយគឺខ្ញុំនឹង run comment មួយ PWD គឺយើងបង្ហាញទីតាំង directory បច្ចុប្បន្នហើយបន្ទាប់មកគឺយើង add ទៅនឹង user ថ្មីគឺយើងបង្កើតទៅនឹង user ថ្មីសម្រាប់ run បង្កើត user management អញ្ចឹង sudo user add .m .s slashតើកន្លែងនេះដែរគឺយើងដាក់ឈ្មោះខ្ញុំ student តើទៅនឹងយើងដាក់ user sudo user .m .s slash bin slash bash នេះគឺទៅនឹងយើងបង្កើតទៅនឹង directory home ស្វ័យប្រវត្តិបើយើងអត់ដាក់ហ្នឹងទេគឺយើងអត់មានទេខ្ញុំចុចសុំ enter student នឹងសេខ្វាត់ទី1 student បន្ទាប់មកគឺយើងដាក់ password នេះគឺមិនមែន password ដែលយើងដាក់ user student នេះគឺ password user នៅក្នុង នៅយើងនៅបច្ចុប្បន្ននេះ who am I នេះ user ដំបូងយើងដាក់ password អូខេអញ្ចឹងយើងអាចបង្កើត user បានហើយអញ្ចឹងដើម្បីយើងអាច switch ទៅកាន់ user ថ្មីបានគឺយើងបាយពាក្យ sudoឈ្មោះ user ដែលយើងបានបង្កើត student enter មកកន្លែង error នេះដោយសារយើងទៅដល់ user student នេះគឺជា automatic set password អញ្ចឹងយើងវាយ command មួយដើម្បី set password វិញដើម្បីយើងអាច switch ទៅកាន់ user បានយើងវាយពាក្យ sudo pass wd student បន្ទាប់មកយើងដាក់ password ដែលយើងបង្កើត user ហ្នឹងយើងដាក់ password ភាសា password យើងអត់នេះគឺយើងត្រូវដាក់ password តែពី8 chapter ទៅចឹង user យើងបានសម្រាប់ដោយយើងដាក់ password ឲ្យ user យើងបានជោគជ័យហើយចឹងយើង switch ទៅកាន់ user ដែលយើងបានបង្កើតហើយចឹងយើងចូលបានហើយយើងដាក់ password ដែលយើងបានដាក់ហ្នឹងចឹងវាបាន switch ទៅកាន់ user ដែលយើងបានអីចឹងវាបានថាយើងបញ្ជាក់ថាវាអាច switch ទៅបានអត់យើងវាយពាក្យថា who am I មកចឹងវានឹងបង្ហាញឈ្មោះ user ដែលយើងបាន log ចូលគឺ student
បន្ទាប់មកគឺយើងឆែកទៅទាំង directory វាយើងប្រើ pwd អញ្ចឹងវានៅក្នុង slash home សម្រាប់នៅ desktop បន្ទាប់ពីយើងបានប៉ុណ្ណឹងហើយគឺយើងបង្កើត folder ថ្មីគឺយើងប្រើពាក្យ OK ហើយយើងបង្កើតបានជោគជ័យទេដោយសារមុនហ្នឹងយើងនៅក្នុង user សូវណ្ណរដ្ឋអញ្ចឹងយើងអត់អាចបង្កើតសម្រាប់ folder user student បានទេគឺយើងអត់មាន permission អញ្ចឹងដើម្បីយើងអាចបង្កើត permission ហ្នឹងបានគឺយើងត្រូវចូលទៅក្នុង user student សិនខ្ញុំវាយទៅមកដោយសារខ្ញុំបានចូលទៅកាន់ user student ហើយអញ្ចឹងយើងបង្កើតវាយ command បង្កើត folder អញ្ចឹងយើងវាយ OK dio ហើយឈ្មោះ project បន្ទាប់មកអញ្ចឹងគឺយើងអាចបង្កើតបានហើយដល់ពេលយើងបង្កើតបានហើយវាយើងចាច់ចេញយើងវាយពី exit អញ្ចឹងបើយើងចង់ឆែកទៅនឹង user បាន user ក្នុងប្រព័ន្ធហ្នឹងគឺយើងត្រូវវាយ command មួយគឺ cat/ect/password passwd គឺថាយើងវាយ command prompt cat/etc/passwd អញ្ចឹងគឺយើងបង្ហាញទៅតាម user ដែលយើងមាននេះគឺ user ដើមរបស់យើងហើយនេះគឺ user ដែលយើងត្រូវបង្កើតអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់លោកគ្រូ